សូមចុច like subscribe share និងឧបត្ថម្ភគាំទ្រកម្មវិធីនេះយើងនឹងរៀនផង ខ្លួនឯងចំណាយប្រាក់ទិញអ្វីទិញឲ្យអ្នកណានៅកន្លែងថៅកែក៏មានវិកលដែរអ្នកអង្គចាស់តូចមិនមែនត្រង់ស្ម័គ្រចិត្តជូនពួកយើងទេគឺត្រង់ចង់ទិញឲ្យពួកយើងតាត្រូវហើយត្រង់បែរជាមិនត្រង់ថោកទៀតណាពួកឯងគ្មានប្រាក់ទេហើយអ្វីទិញអីវ៉ាន់នៅតែត្រូវប្រើប្រាក់អ្នកអតីតទៀតមើលទៅអ្នកដែលជំពាក់ប្រាក់អ្នកអង្គចាស់តូចគ្រួសារនេះក៏ក្រីដល់ថ្នាក់គ្មានអីហូបហើយតើនៅត្រូវការឲ្យអ្នកអតីតជួយទៀតឲ្យខ្មាស់គេមែនយកផលប្រយោជន៍ពីខ្ញុំហើយបើមិនធ្វើខ្លួនឲ្យស្ដាប់បង្គាប់នៅចំពោះមុខក៏ត្រូវសុំប្រាក់មកវិញដែរកុំមកធ្វើពុតជាខ្លងស៊ីទេនៅទីនេះតាមពិតអ្នកអង្គចាស់តូចជាអ្នកដែលត្រូវគេបោកសោះពួកមនុស្សទាំងនេះអត់ខ្មាស់មែនប្រើប្រាក់គេហើយនៅអេងអាងទៀតលោកម្ចាស់សេងពួកយើងទៅគុំគ្រឹះលោកសន្តិកាត់តើគ្នាយ៉ាងម៉េចដែរមន្ត្រីដូចជាខ្ញុំមានឯងជាកូនស្រីស្រឡាញ់សេរីភាពនិងលោកឆៃបែបនេះអត់យ៉ាងម៉េចឯណាខ្ញុំគ្រាន់តែទៅទិញគ្រឿងអលង្ការនិងរោគប៉ុន្មានកំ pl មិនក៏អស់ប្រាក់ច្រើនម្ល៉េះលោកម្ចាស់កុំវីកូនអីឥឡូវនេះអាអ្នកក្បាលរឹងនោះតាមទាបប្រាក់ហើយត្រូវធ្វើយ៉ាងម៉េចទៅច្បាស់ជាបងជីដូនមួយទិញឲ្យខ្ញុំហើយគេទិញឲ្យឯងក៏យកបីសុកលៀនដំឡឹងលោកផ្ទះយើងចោលក៏សងមិនរួចផងបែបនេះទៅពួកឯងទៅសុំទោសគេដោយសម្រួលទៅមើលថាតើរឿងនេះអាចរលត់ទៅវិញបានទេបងជីដូនមួយហេតុអ្វីបងធ្វើបាបខ្ញុំហេតុអ្វីបងធ្វើបាបខ្ញុំគឺដោយសារតែបងទើបធ្វើឲ្យពុកវាខ្ញុំមួយកំភ្លៀងឥឡូវនេះមនុស្សគ្រប់គ្នាកំពុងសើចចំអកខ្ញុំបងពេញចិត្តហើយឬនៅអាតូចដូចខ្ញុំឲ្យឯងប្រើប្រាស់មែនទេនិយាយជាមួយខ្ញុំបែបហ្នឹងផងឯងចង់បានប្រាក់មកវិញមែនទេហើយទិញរបស់ឲ្យអាំនោះអាក្រក់នេះមែនទេឯងហ៊ានចង្អុលមុខគេទៀតអាតូចដូចខ្ញុំនឹងកាប់ដៃឯងចោលបងជីដូនមួយខ្ញុំតើជាប្អូនស្រីជីដូនមួយរបស់បងហេតុអ្វីបងជួយការពារគេគ្រប់រឿងបែបនេះឈីលីនកាលពីមុនខ្ញុំរាប់អានឯងមិនអាក្រក់ទេតែឯងចាត់ទុកខ្ញុំជាមនុស្សងងឥឡូវនេះឯងមកពីណាទៅកន្លែងនោះវិញទៅអ្នកអង្គមចាស់តូចពួកយើងជាសាច់ឈាមនឹងគ្នាតើពួកយើងជាគ្រួសារតែមួយកុំនិយាយថែតពួកយើងមានការយល់ច្រឡំអីនិយាយឲ្យច្បាស់បានទេទៅឲ្យឆ្ងាយទៅនរណាជាគ្រួសារតែមួយជាមួយឯងនរណានៅទីនោះអូពួកវាចេញទៅហាន់ឈីងអំបញ្ញមិញអ្នកពូកែណាមែនឬនៃរបស់អ្នកគឺរបស់ដែលជូនខ្ញុំអ្នកចង់យកវិញខ្ញុំដឹងថាបែបនេះមិនល្អទេប៉ុន្តែពួកយើងមិនមែនជាមិត្តល្អនឹងគ្នាទេជួយខ្ញុំផងទៅរបស់ដែលជូនខ្ញុំគឺជារបស់ខ្ញុំគ្មានហេតុផលត្រូវយកវិញទេអ្នកកុំភ្លេចឲ្យសោះកាលនោះគឺអ្នកមកអង្វរធ្វើជាមិត្តជាមួយខ្ញុំឲ្យឱកាសអ្នកគួរតែដឹងគុណចាត់ទុកខ្លួនឯងជាអីទៅវិញបងស្រីខ្ញុំមិនខ្វល់ពីខ្ញុំទេសូមអង្វរអ្នកហើយជួយខ្ញុំផងទៅអត់បានការបងជីដូនមួយខ្លួនឯងសោះតែជាចំណេញដល់ ECC ទេខ្ញុំក៏ស្មានមិនដល់ដែរថាគេនឹងប្រែជាបែបនេះកាលមុនខ្ញុំនិយាយអីក៏គេស្ដាប់ដែរឯងនៅមើលមិនដឹងទៀតចិនហាន់ឈីងឥឡូវនេះត្រូវ ECC ធ្វើឲ្យវង្វេងស្មារតីអស់ហើយក្នុងភ្នែកគេមានតែនាងនោះទេឯងនៅក្នុងចិត្តគេមិនស្មើនឹងស្មៅមួយដើមផងចុះឲ្យខ្ញុំធ្វើយ៉ាងម៉េចបីសុកលៀនដំឡឹងខ្ញុំគ្មានផ្លូវសងរួចទេសងមិនរួចក៏គុំសងអី100 200ដំឡឹងដោះស្រាយឲ្យដាច់ស្រេចបងមានន័យថាម៉េចន័យរបស់ខ្ញុំគឺប្រសិនបើចិនហាន់ឈីងស្លាប់ទៅតើបំណុលទាំងនោះមិនខ្លាយជាបំណុលមនុស្សស្លាប់មិនអាចតាមទារបំណុលទេឯងប្រហែលជាយល់មានចិនហាន់ឈីង ECC ក៏អស់ផ្លូវដែរអស់អ្នកបងឯងចាំមើលថានាងអាចអេងអាងយ៉ាងម៉េចទៀតឲ្យខ្ញុំសម្រាប់គេតែគេជាអ្នកអង្គមចាស់តូចណាជាមនុស្សដែលស្ដេចសពព្រះរាជរតីទៀតចុះយ៉ាងម៉េចគ្រោះថ្នាក់ចៃដន្យតានរណាដឹងច្បាស់យ៉ាងនេះពេលយប់ងឹតស្លុបមានរឿងអីកើតឡើងមិនជារឿងធម្មតាទេគិតមើលទៅចិនហាន់ឈីងស្លាប់ទៅបំណុលរបស់ឯងក៏លុត ECC ក៏លែងអាចធ្វើរូបបានដែរចំណេញពីរក្នុងពេលតែមួយឯងនៅរំគេចិត្តអីទៀតឡខ្ញុំធ្វើឯងស្ដាប់ឲ្យច្បាស់រឿងនេះទុកក្នុងពោះទៅបើហ៊ានឲ្យអ្នកទីបេដឹងព្រះបតាខ្ញុំជាយន្តវាងនៅក្រុងចិននេះខ្ញុំនឹងគ្រូសាឈីចង់កិនស្រមោចមួយក្បាលឲ្យងាប់គឺងាយណាស់បែបនឹងទៅត្រូវកុំព្រួយខ្ញុំនឹងជួយឯងជ្រូអេលធ្វើបានល្អណាស់អ្នកម្ដាយលោកម្ដាយបានគិតទុករួចហើយមែនទេរឿងខ្លះដឹងច្រើនពេកក៏មិនល្អដែរកូនគ្រាន់តែចង់ចាំថាពួកយើងពីរអ្នក My Plantation កូននៅលើខ្សែគូតែមួយរស់ជាមួយគ្នាស្លាប់ជាមួយគ្នាចាំទុកចំពោះខាងឈីលីនធ្វើដូចជាមិនដឹងអីទាំងអស់ចាស់លោកម្ដាយ ECC របស់ដែលម្ដាយឯងដណ្ដើមយកមិនបានឯងក៏កុំសង្ឃឹមថានឹងយកបានឲ្យសោះប្អូន CC មើលចុះថាខ្ញុំយកអ្វីមកនេះអ្នកទៅជញ្ជូនផ្ទះអ្នកណាមកហ្នឹងស្ដេចប្រទានទ្រង់យកច្រឡំថាលើកមុនខ្ញុំវាមនុស្សក៏ថានេះជាការប៉ះពាល់ប្រឹងតែញាត់ឲ្យខ្ញុំគិតថាខ្ញុំប្រើមិនអស់ទេក៏វិចខ្ចប់យកមកឲ្យអ្នកទាំងអស់តែម្ដងយកច្រឡំលើអ្នកដើមឡើយមិនមែនជាអ្នកដណ្ដើមទេទោះជាយ៉ាងណាស្ដេចថាប៉ះពាល់គឺប៉ះពាល់ហើយប្អូន CC អ្នកចូលចិត្តអីជ្រើសរើសតាមចិត្តទៅឲ្យអ្នកទាំងអស់អ្នកអង្គមចាស់តូចរបស់ទាំងនេះមានតម្លៃថ្លៃថ្នូរណាស់ប្អូនស្រីមិនអាចទទួលយកបានទេខ្ញុំពេញចិត្តទេ
អូនស៊ីស៊ីល្អចំពោះខ្ញុំយ៉ាងនេះរាល់ថ្ងៃរំលឹកខ្ញុំឲ្យហាក់ក្បាច់គុណអានសពស្នងនាងបន្តិចបន្តួចមានអី រំ ខ្លះ លឹកអ្នក គឺដោយសារអ្នកជាដៃគូរបស់នាងមិនមែនចង់បានរបស់ទាំងនេះពីអ្នកទេខ្ញុំក៏មិនបានថាទីនាងចង់បានរបស់ខ្ញុំដែរខ្ញុំគ្រាន់តែចង់ល្អចំពោះនាង បងប្រុស គេមានទឹកចិត្តស្មោះត្រង់បើមិននិយាយមិនគួរសំទេណាប្អូនស្រីថ្មីនេះឯងដើរលេងជាមួយចិនហាន់ឈីងយូរពេកហើយគួរតែប្រមូលអារម្មណ៍មកហើយបើប្រឡងលើកក្រោយនៅតែធ្លាក់ទៀតនឹងមិនឲ្យឯងចេញក្រៅផ្ទះទេ ដឹងហើយបងប្រុសតើបងប្រច័ណ្ឌមែនទេគ្មានទេ ខ្ញុំគ្រាន់តែគិតថាឯងគួរចំណាយពេលលើការសិក្សាឲ្យច្រើន ចុះហេតុអ្វីមុខបងក្រហមបានហើយ បងប្រុសចិត្តទូលាយបំផុតមិនប្រច័ណ្ឌអ្នកអតីត ចិ ទេ នហាន់ឈីង របស់ទុកនៅទីនេះមុនចុះថ្ងៃក្រោយចាំខ្ញុំមកជឿរើសទៀត ហេតុអ្វីលើកណាក៏ជាអាផ្លូវកាត់ មួយក្បាលនេះដែរមែនជាប្រច័ណ្ឌឬ សាច់ស្អី ជញ្ជូនរបស់ទៅ កញ្ញាឈីរៀបចំប្រាក់រួចរាល់ហើយឬនៅ នេះជាប្រាក់កក់ បន្ទាប់ពីសម្រេចការងារមួយពាក់កណ្ដាលទៀតនឹងឲ្យអ្នកគោលដៅជាអ្នកណាអ្នកអង្គមចាស់តូចចិនហាន់ឈីងពេលធ្វើសកម្មភាពធ្វើឲ្យស្អាតបាត់បន្តិចយល់ហើយក ុំបន្ទោសខ្ញុំអី គឺអ្នកជាអ្នកបង្ខំខ្ញុំទេ ចៅឡានខ្លាយជាមនុស្សពិការ មិនអាចក្រោកឈ ឥ រ ឡូ បា វ ន នេះ ទេ ត្រូវពួកយើងចាប់បានទៀតវាប្រហារបំបែកផ្លូវចិត្តនៅមិនយូរទៀតទេឡ ឈីវិនឈីង អញអាចលើកខ្ញុំទេ មិនធ្វើជាអ្នកអង្គមចាស់តូចឲ្យស្រួលបួល តែជាចង់មកលូកដៃរឿងព្រំដែនឯងយល់ច្បាស់ទេជនក្បត់ដូចជាឯងនៅមកព្រំដែនបានអាតូចដូចខ្ញុំមានចិត្តក្លាហានពេញខ្លួនហេតុអ្វីមិនអាចមក ឯងស្រែកទៅ ឯងអង្វរសុំជីវិតទៅតាដាចឹងហើយខ្ញុំដឹងកំហុសហើយនោះខ្ញុំនឹងលើកលែងទោសឲ្យឯង អាចើអាក្រក់ជនក្បត់ដូចជាឯង ជួនធ្វើជាចៅរបស់លោកតាពន់លៀនក៏មិនយកដែរ កុំអី ឈប់ដៃ កុំអីជាសុបិនសោះ សំណាងល្អមិនមែនជាការពិត មិនបានទេ ខ្ញុំត្រូវតែទៅបញ្ជាក់ពីសុវត្ថិភាពរបស់ អូន គេ ស្រីយប់ជ្រៅយ៉ាងនេះតើឯងចង់ទៅណា បងប្រុសខ្ញុំយល់សប្តិឃើញចិនហាន់ឈីងមានរឿងឥឡូវនេះខ្ញុំត្រូវទៅផ្ទះគេមើលបាតស្ងប់អារម្មណ៍វាគ្រាន់តែជាយល់សប្តិប៉ុណ្ណោះ បងប្រុសក្នុងទ្រូងខ្ញុំឈឺចាប់ណាស់តែងតែមានអារម្មណ៍ថាយប់នេះគេមានគ្រោះថ្នាក់បងកំដរខ្ញុំទៅមើលគេបន្តិចបានទេ តោះខ្ញុំទៅកុំដរែងចិនហាន់ឈីងអ្នកដាច់ខាតកុំកើតអីឲ្យសោះណា គឺបន្ទប់មួយនេះហើយ ឈីហាន់ អ្នកធ្វើ ឈីង បានតើកុំខ្លាចអី ប្រយ័ត្នជើងបន្តិច កុំឲ្យមានសំឡេង មិនស្រួលទេ ធ្លាក់ចូលកលល្បិចហើយ ហ៊ានមកសម្លាប់មនុស្សលើទឹកដីអាតូចដូចខ្ញុំផង មិនខ្លាចស្លាប់ទេ នៃផ្ទះចិនគឺឯងសោះ អ្នកអង្គមចាស់តូច បន្ទោសតែទ្រង់ដាច់ចិត្តពេកទៅប៉ុន្មានឆ្នាំនេះទ្រង់ចំណាយប្រាក់លើអ្នកក្រៅទាំងអស់ពួកយើងដែលដើរតាមបម្រើទ្រង់ស្មោះស្ម័គ្រសូម្បីតែទឹកស៊ុបមួយចានក៏គ្មានបង្ខំឲ្យពួកយើងតផ្លូវមានតែយកជីវិតទ្រង់មកដោះដូរយកប្រាក់ពួកឯង កុំនិយាយច្រើន ក្មេងតូចម្នាក់ ថែមទាំងរបួសទៀតខ្លាចអី ចូលទៅ ស្លាប់ហើយ ស្លាប់ទាំងអស់ហើយ មិនស្រួលទេ ខាងនោះតាមខ្ញុំឲ្យជាប់ កុំឲ្យមានសំឡេងកំរើកបន្តិចមើល មានរបួសទេ ខ្ញុំមិនអីទេ គ្រាន់តែឈឺ ប្អូនស៊ីស៊ី ហេតុអ្វីអ្នកមកទៀតហើយក ុំនិយាយ ខ្ញុំ ច្រើ សួរ ន អ្នកទៅប្រមាថនរណាយកជ្រើអធិរមានគេលួចចូលមកកាប់ដល់ផ្ទះ មនុស្សដែលខ្ញុំប្រម៉ែតមានច្រើនណាស់ អ្នកណាទៅដឹងថាជាអ្នកណា និយាយមកនរណាបញ្ជាឯងមកខ្ញុំនិយាយគឺ គឺកញ្ញាឈីលីនកូនស្រីលោកមន្ត្រីឈីមានប្រកូលប្រាក់កក់ឲ្យពួកយើងមកយកជីវិតអ្នកអង្គមចាស់តូចនៅយប់នេះ ឈីលីន អ្នកអង្គមចាស់តូចមេត្តាលើកលែងទោសផងខ្ញុំបម្រើចាស់ក៏វង្វេងមួយពេលដែរកញ្ញាឈីលីនថាឲ្យតែជួយនាងលុបបំបាត់ទ្រង់និងជួយលុបបំណុលលបែងដែលខ្ញុំបម្រើចាស់ជំពាក់ទាំងអស់ខ្ញុំបម្រើចាស់នៅភ្នែកសូមអ្នកអង្គមចាស់តូចក្តីមេត្តាផង អាអត់ពូជ
tôi đượcខ្ញុំល្អចំពោះឯងយ៉ាងនេះឯងបែរជាសហការជាមួយអ្នកក្រៅមកធ្វើបាបខ្ញុំឈីលីននាងយកភាពក្លាហានពីណាមកទីនេះមនុស្សនៅយូទេខ្មាំងស្រូវមិនដឹងថាមានជើងទី2ទៀតឬអត់ អ្នកអង្គម ទៅពុំ ចាស់ រីកអាន តូ បាន ច ជាមួយពួកយើងសិនទៅ ចង់វានាំយកទៅវិញ យឺតពួកខ្ញុំនៅឈឺនៅឡើយទេ សុំមុខ នរ ហើ ណា យ ប្រើឲ្យថ្ងៃធម្មតាមិនខិតខំហាត់គុណគេលួចចូលមកដល់មុខទ្វារផ្ទះហើយនៅមិនដឹងខ្លួនទៀតខ្ញុំឯណាទៅដឹងថាមេផ្ទះនឹងក្បត់ខ្ញុំនោះ តាំង ខ្ញុំនាំកូនប្រុសម្នាក់មកឲ្យពុកវិញហើយ និយាយមក យប់មិញពួកឯងយកជ្រៅមិនព្រមដេកពួនបង្ករឿងអីទៀតហើយលោកម្ចាស់អានវាងគឺខ្ញុំស្ទើរតែត្រូវគេចាក់សម្លាប់ លោក មានគេ ពុ ច ក ង់សម្លាប់គេខ្មាំងស្រូវលួចចូលទៅដល់លើគ្រែហើយថាតើនេះជារឿងយ៉ាងម៉េច ព្រះបិ យប់ តា មិញមានមនុស្សលួចចូលភូមិគ្រឹះស៊ូនលីងហូប៉ងប្រហារអ្នកភូមិគ្រឹះខិតពីខាងក្នុងខ្មាំងស្រូវ3នាក់ត្រូវពួកយើងបង្ក្រាបបានហើយ ឃុំខ្លួននៅ នរណា បន្ទប់ ជាអ្នកបញ្ជាគេកូនស្រីមន្ត្រីឈីគឺកញ្ញាឈីលីនក្មេងស្រីដែលដើរតាមពីក្រោយចាយឈួយជួររាល់ថ្ងៃនោះឬត្រូវហើយគឺនាងនឹងហើយដោយសារចិនហាន់ឈីងតាមទីបំណងនាងក៏ចង់សម្លាប់មនុស្សលោកបំណងចោលត្រឹមជាកូនស្រីមន្ត្រីម្នាក់ហ៊ានជួលឃាតករសម្លាប់កូនប្រុសលោកម្ចាស់ផងចិត្តអាក្រក់មិនទុយទេណាអ្នកណាអាចទ្រាំបានតោះទៅប្តឹងនាងទៅប្តឹងនៅកន្លែងស្ដេចតាចាស់ វាអាចទៅរួចដែរ ឯងភ្លេចការពីលើកមុនប្តឹងយន្តរងទេគេក៏មិនកាត់អីដែរ លើកនេះមិន មនុ ដូច ស្សគឺ គ្នា ខ្ញុំនិង ទេ បងប្រុសជាអ្នកចាប់ដោយផ្ទាល់មាត់គឺបងប្រុសជាអ្នកគាស់ដោយផ្ទាល់ពុស្តាងរឹងមាំដូចភ្នំខ្ញុំទទួលខុសត្រូវស្អាតបាតបងប្រុសទទួលខុសត្រូវសួរចម្លើយប្រកបដោយការបែងចែកច្បាស់លាស់ចុះខ្ញុំទទួលខុសត្រូវអីអ្នកទទួលខុសត្រូវធ្វើជាជនរងគ្រោះពេលជួបស្ដេចតាចាស់យំឲ្យអាណិតទៅខ្ញុំនៅមានមុខមាត់ទៀតទេឥឡូវនេះខ្ញុំសំបីតែអង្គុយ បាន អង្គុយមិន ហើ បាន យ ផង ចូលវាំង ចាត់ទុកថាឲ្យស្ដេចតាចាស់ឯងបានហាត់ប្រាណគូក្បាលខ្លះចុះតម្លៃខ្លួនខ្ញុំអាចទាញមកវិញបានទេពិតជាបានតើឲ្យតែស្ដេចតាកាត់ក្តីសំបីតែលៀមមកក៏ត្រូវខ្ជិះមកវិញដែរខ្ញុំនឹងទៅរៀបចំការរងឥឡូវនេះប៉ុន្តែណាតាមច្បាប់ទម្លាប់រឿងក្តីបែបនេះតាមនីតិវិធីត្រូវប្រើពេល3ទៅ5ខែត្រូវទៅក្រសួងយុទ្ធភ័ណ្ឌតម្រង់ជួររងចាំការអ ចុះ នុម័ត ខ្ញុំទៅប្តឹងដើម្បីអី ដើរតាមនីតិវិធីទៅចេញដំណើរទៅហេតុអ្វីយើងឃើញពួកក្មេងនេះទៀតហើយច្បាស់ជាមកពីពិនិត្យរីកសារហត់ពេកទើបឃើញរូបភាពភ័ណ្ឌច្រឡំហើយ និយាយមកលើកនេះមានរឿងអីទៀត ព្រះបតាយប់មិញមានមនុស្សលួចចូលភូមិគ្រឹះស៊ូនលីងហូប៉ងប្រហារចិនហាន់ឈីងប្រសិនបើមិនមែនទូនអ៊ីនិង ECC ទៅទាន់ពេលចិនហាន់ឈីងប្រហែលជាត្រូវគេសម្លាប់បាត់ទៅហើយនឹងមេផ្ទះភូមិគ្រឹះត្រូវចាប់ខ្លួនបានហើយពួកវាសារភាពថាអ្នកបញ្ជាគឺកូនស្រីមន្ត្រីឈីគឺកញ្ញាឈីលីនហើយមន្ត្រីឈីនិងឈីលីនចូលក័រ បងជីដូនមួយ បងនៅរស់ទេទូបង្គំសូមក្រាបបង្គំថ្វាយបង្គំព្រះអង្គខ្ញុំម្ចាស់សូមក្រាបបង្គំថ្វាយបង្គំព្រះអង្គឈីលីននាងដឹងទោះទេឈីខៀនមើលកូនស្រីដ៏ល្អដែលអញប្រដៅមកចុះលីនអេលតើរឿងដែលទ្រង់មានព្រះរាជចម្ការជារឿងពិតអ្វីហ៊ានធ្វើរឿងបែបនេះសូមព្រះអង្គប្រោសប្រណីផងទោះបីជាកូនស្រីទូបង្គំអ៊ូតបន្តិចមែនប៉ុន្តែដាច់ខាតមិនហ៊ានជួលឃាតករសម្លាប់រឿងនេះច្បាស់ជាមានរឿងលាក់កំបាំងហើយច្បាស់ជាមានអ្នកណាម្នាក់បញ្ជានាងឈីលីន ប្រាប់ពុកមក តើរឿងនេះវាយ៉ាងម៉េចឲ្យប្រាកដ ព្រះបតាខ្ញុំជីយន់វាង នៅក្រុងចិននេះខ្ញុំចង់កំទេចគ្រួសារឯងគឺងាយស្រួលដូចកិនស្រមោចមួយក្បាលអញ្ចឹងគ្មានទេគ្មានអ្នកណាបញ្ជាទេខ្ញុំម្ចាស់គ្រាន់តែវង្វេងមួយពេលបងជីដូនមួយតាមទារប្រាក់ពីខ្ញុំម្ចាស់ពិតជាគ្មានប្រាក់សងទេគ្មានប្រាក់សងក៏ចង់សម្លាប់មនុស្សឬនាងចាត់ទុកច្បាប់ប្រទេសស៊ីនាងជាអី នាងជាកូនអាក្រក់មែន ឈីលីនជួលឃាតករសម្លាប់មន្ត្រីរាជការទោះនេះមិនអាចអត់អន់ឲ្យដោយសារនាងនៅក្មេង ចូលទទួល លើកលែង ទោស ទោសប្រហារជីវិត សូមទ្រង់មេត្ ទូប តា ង្គំសុខ ផង ចិត្តទទួលទោសជំនួសកូនស្រី ឯងប្រដៅកូនមិនបានល្អបណ្ដោយឲ្យនាងធ្វើ ឯងគិ បា ត ប ថា គេ ឯងអាចរួចខ្លួនមែនទេឈីខៀន ដកហូតតំណែ រ ង ហូតដល់ខែ មន្ត្រី ដានជីវិតមិនអាចត្រឡប់មក ជី ឈី លី លី ន ន ក៏ ក៏ សា សា ក់ ក់ធ្វើជាដូនជីទៅកែខ្លួននៅទីនោះទៅដល់ទីនោះពិចារណាកំហុសឲ្យបានល្អខែដានជើមិនមែនជាកោះហើយណានទេឲ្យឈីខៀនទៅជួបព្រះអាទិត្យហើយ ឈីធានព្រះគុណអរព្រះគុណព្រះអង្គ ទូបង្គំទទួលព្រះរាជចម្ការ បងជីដូនមួយខ្ញុំសុំទោសចិនហាន់ឈីងឯងមកនេះ ព្រះអង្គគឺ ECC និងទូនអ៊ីជាអ្នកជួយឯងមែនទេក្រាបទូលត្រូវហើយ CC មានអារម្មណ៍ថាទូបង្គំមានគ្រោះថ្នាក់បងទូនអ៊ីមកជួយទូបង្គំ CC សុបិនរបស់ចៅពិតជាឈុតមែនស្ដេចតាចាស់ខ្ញុំគ្រាន់តែមានអារម្មណ៍ថាគេមានគ្រោះថ្នាក់សំណាងល្អទៅទាន់ពេលឪពុកម្ដាយរបស់ចៅកាលនោះបានលះបង់ជីវិតដើម្បីជួយយើងតែងតែចង់មើលថែចៅឲ្យបានល្អឥឡូវនេះចៅនឹង CC មាននិស្ស័យចាត់ទុកជាវាសនាមួយដែរអានវាងយើងមានព្រះរាជចម្ការ ចាប់ពីថ្ងៃនេះទៅ ចិនហាន់ឈីងទទួលឯងជាឪពុកធម៌ឯងជួយយើងការពារគេផងតើឯងស្ម័គ្រចិត្តទេទូបង្គំទទួលព្រះរាជចម្ការហាន់ឈីងនៅមិនទាន់មកចិត្តទៀត លោកឪពុកធរគង់នៅខាងលើ សូមទទួលការគោរពពីកូនផងក្រោកឡើងទៅ មើលចោះ ខ្ញុំប្រាប់ហើយថាខ្ញុំនាំកូនប្រុសម្នាក់មកឲ្យពុកលើកនេះខ្ញុំមានបងប្រុស2នាក់ហើយ មិនបាច់ទៅរៀន មិនបាច់ហាត់គុណថែមទាំងមានអ្នកលើកទឹកជូតចានឲ្យទៀតជីវិតបែបនេះពិតជាប្រាថ្នាចង់បានរាល់ថ្ងៃមែនអញ្ចឹងឯងប៉ះប្រហោងលើគូតឯងឲ្យចិត្តសិនទៅត្រូវគេចាក់មួយកាំបិតទៀតគឺមានប្រហោងមិនស្មើនឹងហាត់សមត្ថភាពទេលើកក្រោយខ្មាំងស្រូវមកទៀតឯងកំរងប្រើគូទៅទៀតកាំបិតឬ លោកទួន ខ្ញុំឃើញថាមាត់របស់អ្នកពូកែជាងកាំបិតទៅទៀតឲ្យតែហាប់មាត់គឺអាចគៀបមាត់គេចប់ហើយក ុំមកអែបអប ខ្ញុំមិនបានអែបអបទេខ្ញុំក៏សរសើរពីស្មារតីរបស់លោកបើមិនទៅនិយាយនិទានរឿងពិតជាស្ដាយសមត្ថភាពឯងទាំងពីរអ្នកជប់យកខ្ញុំមកធ្វើជាចំណាត់ខ្មាស់បានទេលោកឪពុកធម៌បើមិនអញ្ចឹងទេលោកបង្រៀនក្បាច់គុណខ្ញុំប៉ុន្មានក្បាច់ទៅក្រែងលោលើក្រោយខ្ញុំសំបីតែអាកាសពួនក្នុងទូក៏ខ្ញុំតែម្ដងខ្ញុំក៏អាចធ្វើជាមេតបធំបានដែរ ស្ដារឡើងវិញតែខ្ញុំរៀនកាលនោះលោកជាមេតបធំណា ស្នាដៃសង្គ្រាមរបស់ខ្ញុំអាចរៀនបានបន្តិចបន្តួចពីលោកដំបូងឡើយអាចរក្សាជីវិតទូថ្ងៃក្រោយនៅអាចចេញចម្បាំងបម្រើជាតិបាន ខ្ញុំ ទៀត មិនមែនមានន័យបែបហ្នឹងទេខ្ញុំចង់ ទោះ និ បី យាយ ជាលោក ថា ប៉ុន្តែសិស្សដែលលោកបង្រៀនចេញមកច្បាស់ជាមិនអាក្រក់ទេខ្ញុំមិនរើសអើងលោកទេ បានហើយក្រោកឡើងទៅ កុំមកនិយាយកុហកអីទោះជាយ៉ាងណាខ្ញុំគ្រាន់តែចង់រៀនជាមួយលោក
បានវាមួយដៃមកសិនមកលោកគ្រូមកនិយាយជាមួយខ្ញុំម្ដងទៀតមកវិធីសាស្ត្រធំនេះធ្វើមិនបានទេមិនក៏គ្រប់គ្រាន់លោកគ្រូលាវស្បែកវាមិនឈ្នះគាត់ទេគុំមកទៅអីឲ្យខ្ញុំបង3បង2ខ្ញុំសង្ឃឹមលើបងបើបងវាឈ្នះលោកគ្រូលាវខ្ញុំប្រកាសជាអាចឈរឡើងផ្ទះដែរឲ្យបងកណ្ដាលអធិរាជឯងអាចជាសះស្បើយបានឯងមានបំណងយ៉ាងណាដែរខ្ញុំចង់ប្រឡងផ្នែកអក្សរសាស្ត្រដើម្បីធ្វើជាមន្ត្រីរាជការផ្នែកអក្សរសាស្ត្រមូលដ្ឋានក្បាច់គុណឯងមិនអន់ទេហើយអ្វីមិនបន្តហាត់ក្បាច់គុណរឿងលើកនេះធ្វើឲ្យខ្ញុំគិតឃើញច្រើនទោះបីជាវិមានអានវាងយើងមានអំណាចខ្ពស់តែអំណាចមន្ត្រីស៊ីវិលនៅក្នុងរាជការនៅមានកម្រិតពេលមានរឿងក៏បានត្រឹមតែពឹងលើព្រះរាជាម្នាក់គត់ដើម្បីរកយុទ្ធធម៌ដូច្នេះហើយទើបខ្ញុំចង់ប្រឡងផ្នែកអក្សរសាស្ត្រធ្វើជាមន្ត្រីមានទស្សនវិស័យវែងឆ្ងាយមន្ត្រីដូចជាសម្រាប់គុំសង្គ្រាមខ្លះមន្ត្រីស៊ីវិលជួយជ្រោមជ្រែងពឹងតែលើកម្លាំងយោធានិងរាជសារចុងក្រោយនៅតែជារឿងលំបាកអស៊ូតែម្នាក់ឯងចង់ទៅមែនទេនឹងរៀបចំឲ្យឯងអរគុណលោកឪពុកចុះឯងវិញបំណងប្រាថ្នាអ្វីដែរខ្ញុំហេខ្ញុំចាំតែស្នងទ្រព្យសម្បត្តិវិមានអានវាងយើងប៉ុណ្ណោះឯងនិយាយថាម៉េចខ្ញុំថាខ្ញុំមានបំណងធំធេងណាស់គឺចាយលុយជំនួសអ្នកអតីតប្រភេទដែលចាយមិនអស់នោះណាវ៉ាងជីនចិនបងប្រុសជួយខ្ញុំផងលោកពុកធរប្អូនស្រីគ្រាន់តែចង់សមត្ថភាពធ្វើបាបគេរបស់នាងមិនតូចតែទេប្អូនជីជីឯងមិនអាចគិតរឿងត្រឹមត្រូវខ្លះទេរឿងត្រឹមត្រូវបានតើខ្ញុំកំពុងតែចាំស្នងទ្រព្យសម្បត្តិដោយត្រឹមត្រូវនឹងឯងក៏ចេញទៅដែរលោកម្ចាស់មនុស្សខាងភូមិគ្រឹះអ៊ីបានផ្ញើលិខិតប្រាប់ថាលោកអ៊ីបានត្រឡប់មកវិញអ្នកនាងធំទៅជួបជុំនៅភូមិគ្រឹះអ៊ីឈុនហើយអ្វីបានជាគាត់ត្រឡប់មកវិញនៅពេលនេះលោកអ៊ីជីដូនមួយខាងម្ដាយរបស់ប្អូនស៊ីស៊ីលោកតាឯងត្រឡប់មកវិញហើយឯងមិនសប្បាយចិត្តទេសប្បាយចិត្តខ្ញុំសប្បាយចិត្តស្អីទៅព្រោះតែគាត់ភ្នែកខ្វាក់ចិត្តងឹតនឹងណាកូនបង្កើតរបស់ម៉ាក់ខ្ញុំគាត់ចាត់ទុកដូចជាខ្យល់កូនខ្លាញ់ខ្លាយអ៊ីរ៉ុងគាត់បែរជាចាត់ទុកដូចជាភ្នែកទាំងគូរបស់គាត់ជាជ្រូកបាត់ក៏ខ្ញុំម៉ាក់ខ្ញុំត្រូវគេដេញចេញពីផ្ទះគាត់សំបីតែមួយម៉ាត់ក៏មិនហ៊ានឥឡូវត្រឡប់មកវិញធ្វើអីមកធ្វើឲ្យខ្ញុំទាស់ចិត្តឯងស្ងប់ចិត្តបន្តិចទៅទោះយ៉ាងណាក៏គាត់ជាលោកតាឯងដែរលោកតាខ្ញុំមិនសំទេឥឡូវគ្រាន់តែឃើញមុខគាត់ក៏ខ្ញុំអូនស្រីតាមពិតទៅក៏គ្មានបញ្ហាអ្វីដែរពួកយើងទៅគ្រាន់តែមិនបាច់ផ្ដល់កិត្តិយសឲ្យគាត់ទៅបានហើយបំណងបងប្រុសគឺទៅបំបែកឆ្នាំងបាយហើយទៅបងជួយរំតឲ្យបងលំតត្រគាកបងប្រឹងបន្តិចខ្លាចតែហោះខ្លួនឯងបាត់ទេដឹងទៅក៏បានដែរឲ្យគាត់ដឹងថាអ៊ីរ៉ុងមនុស្សខ្លាញ់នោះវាមានអានវាងមិនស្គាល់គាត់ហ៊ានហើបមាត់និយាយពីអ៊ីរ៉ុងតែមួយឯងវាកៅតែចោលចំពោះមុខគាត់តែម្ដងទៅលោកប្តីបងរៀបចំផែនការនេះអីផែនការស្អីតែចោលបើឯងវារួចហើយនៅតែមិនអស់ចិត្តវាមួយទៀតទៅខ្ញុំទទួលខុសត្រូវខ្ញុំទទួលខុសត្រូវការពីពួកឯងល្អអញ្ចឹងទៅខ្ញុំចង់មើលណាស់ថាតើលោកអ៊ីរៀបចំល្បិចអាក្រក់អ្វីខ្លះបើហ៊ានសុំសម្រួលឲ្យអ៊ីរ៉ុងខ្ញុំនឹងធ្វើឲ្យផ្ទះគាត់ច្របូកច្របល់មិនខានអូនស្រីសភាពរៀបរយមុនតែការតាមចោលគ្នាត្រូវឲ្យលោកតាសិនទុកកិត្តិយសឲ្យគាត់មិនព្រមយើងសឹមចេញមកវិញយល់ព្រមទុកមុខមាត់ជាលោកតាឲ្យ3វិនាទីក្រោយ3វិនាទីចាំមើលការសម្ដែងចៅស្រីឯងគឺស៊ីស៊ីមែនទេលោកតាមិនដែលបានជួបឯងសោះធំដឹងក្តីយ៉ាងនេះហើយទម្រង់មុខដូចម្ដាយឯងណាជំរាបសួរលោកតាពិតជាដូចពុំតែមួយមែនចាក់គ្មានវប្បធម៌ប្រហែលជាលោកហើយមើលទៅកាលពីមុនតែដេញម៉ាក់ខ្ញុំចេញពីផ្ទះនោះពីឈ្មោះយូរមកហើយឯងបានហើយស៊ីពីរអ្នកនេះគឺបងប្រុសខ្ញុំទូនយីម្នាក់ទៀតគឺស្វានលីងហូជីកុនឈីតែជាកូនធររបស់ពុកខ្ញុំអភ័យទោសផងកូនធររបស់លោកម្ចាស់អានវ៉ាអញ្ចឹងគឺជាអ្នកផ្ទះតែមួយហើយអញ្ចឹងអង្គុយនរណាជួយលើកតែស៊ីឲ្យរឿងឯងនឹងពុកឯងនៅជីងជើលោកតាបានល្អហើយមិនដូចឯងនៅខាងក្រៅម្នាក់ឯងទេលំបាកវេទនាណាស់ឥឡូវនាងជាអ្នកនាងធំនៃវិមានអានវ៉ាហើយមានមុខមាត់ណាស់មិនដូចជារងអ៊ឺទេត្រូវគេរៀបចំល្បិចរហូតដល់ថ្នាក់នេះលោកសំដៅលើរឿងអ៊ីរ៉ុងជួលគៀបកសម្រាប់គេហើយត្រូវគេចាប់បានមែនទេនោះមកពីនាងសម្មុខហើយមិនក៏ឯងនិយាយអញ្ចឹងរងអ៊ឺជាម្ដាយមីងឯងណាម្ដាយមីងខ្លាយទេបានហើយនិយាយតិចម្នាក់មួយមកទៅរឿងឯងនឹងរងអ៊ឺលោកតាក៏បានដឹងដែរនាងធ្វើមិនត្រូវទេតែយ៉ាងណានាងក៏ជាម្ដាយនាងឯងដែរពួកយើងជាសាច់ញាតិបង្កើតឯងមើលសិពីរអ្នកនេះទូជាបងប្រុសឯងដែរតែនិយាយឲ្យចំត្រកូលទួននិងត្រកូលជីគឺជាអ្នកក្រៅត្រកូលយើងទើបជាមនុស្សផ្ទះតែមួយឯងគួរតែជួយមនុស្សផ្ទះឯងមែនទេត្រូវហើយឯងទៅជួយអ្នកក្រៅធ្វើបាបមនុស្សផ្ទះឯងលេចជឿទៅខាងក្រៅអាក្រក់ស្ដាប់ណាស់លោកតាគឺពួកយើងមនុស្សផ្ទះតែមួយបិទទ្វារពិភាក្សាគ្នាឲ្យអ្នកក្រៅសើចចំអកធ្វើអីនិយាយយូរណាស់មកហើយគឺចង់ឲ្យខ្ញុំលើកលែងឲ្យចៅស្រីបង្កើតម្នាក់នេះទៅជួយកូនស្រីខ្លាញ់ម្នាក់ខ្លាញ់ស្អីនាងត្រកូលអ៊ីគឺជារបស់ត្រកូលអ៊ីហើយឯងបង្កើតមកហើយយ៉ាងម៉េចអាំនោះរំលោភគុណលោកហ៊ាននិយាយពីម៉ាក់ខ្ញុំមួយម៉ាត់ទៀតមើលបានហើយបាត់ខឹងរៀងខ្លួនទៅខ្ញុំសូមណែនាំឲ្យលោកដូចឈ្មោះវិញទៅកុំហៅអ៊ីឈុនអីហៅអ៊ីឈួតវិញទៅខួរក្បាលលោកត្រូវគ្នានឹងឈ្មោះលោកណាអ៊ីរ៉ុងជាមនុស្សខ្លាញ់លោកទុកជាកប់ម៉ាក់ខ្ញុំបង្កើតមកលោកទុកជាស្មៅល្មមហើយឯងជាប្អូនស្រីពើចង់ធ្វើអីហ្នឹងលោកក៏កុំប្រញាប់អីមាត់លោកកាហាយដូចស្រីចាស់មាត់អាក្រក់នៅដើមភូមិអញ្ចឹងឆ្ងល់អីអ៊ីរ៉ុងជាកូនខ្លាញ់ម្ដាយបែបណាកូនស្រីបែបហ្នឹងហើយឯងជាមីងវ៉ាគ្មានប្រដៅឆ្លើយណាស់ឯងនេះជាអាកបកិរិយាស្អីលោកតានិយាយស្រួលបួជាមួយឯងបែរជាខ្ញុំទៅវិញខ្ញុំជាលោកហើយយ៉ាងម៉េចកាលនោះពេលលោកដេញម៉ាក់ខ្ញុំចេញពីផ្ទះមិនក៏មិនទឹកដល់ថ្ងៃនេះពេលអ៊ីរ៉ុងជួលគៀបកសម្រាប់គេមិនក៏លោកមិនទៅខាត់នាងឥឡូវមករៀបរាប់សម្ដែងធ្វើជាសើធរចំពោះមុខខ្ញុំធ្វើអីឯងពិតជាមានធាតុអាក្រក់ដូចម៉ាក់ឯងបេះបិទមិនទទួលស្គាល់សាច់ញាតិជួយតែអ្នកក្រៅកាលនោះម៉ាក់ឯងក៏អញ្ចឹងដែរតំមីអាពីកានោះលោកថាអ្នកណាពីកានិយាយម្ដងទៀតមើលលោកអ៊ីអ្នកស្រីអ៊ីគឺឯងកំពុងជេរអ្នកណាឪពុកធរខ្ញុំជាម៉ាក់ពួកឯងមែនទេក៏បាត់បោះបោអស់ហើយខ្ញុំនិយាយខុសមែនទេម៉ាក់នាងអ៊ីជូឡានគឺជាអាំនូរំលោភគុណឥឡូវឯងក៏ជួយអ្នកក្រៅមកធ្វើបាបមនុស្សផ្ទះឯងដែរពួកយើងទៅជាមនុស្សផ្ទះតែមួយក្មេងពួកឯងនេះមនុស្សផ្ទះខ្ញុំឲ្យឯងមើលថាស្អីទៅជាមនុស្សផ្ទះតែមួយនរណានៅទីនេះជួយផងមានគេមកវាយកំទេចផ្ទះហើយបើមិនចង់ត្រូវវាយទេឈរឲ្យស្ងៀមវាយឲ្យកំទេចចង់ធ្វើបាបប្អូនស្រីខ្ញុំប្អូនស្រីល្មមហើយបានឈប់ធ្វើស៊ីលោកអ៊ីចាំទុកលើក្រោយកុំយករឿងគឺមនុស្សផ្ទះតែមួយគឺមកចាប់ជំរិតលោកមិនសំទេមួយទៀតបើលោកហ៊ានឈានជើងចូលវិមានអានវ៉ាន់ខ្ញុំនឹងយករេសួនបន្លែមកស្រោចលើខ្លួនលោកតែម្ដងលោកអ៊ីអ្នកស្រីអ៊ីអ្នកទាំងពីររៀបចំសន្សំទៅពួកយើងមិននៅកំដរទេស្រួលចិត្តណាស់លេចមុខហើយប្តីប្រពន្ធគ្មានម្នាក់ក្បាលពីរនាក់ម្នាក់មកឆ្លើយ
ត្រូវគ្នាបេះ រកៀក បិទ ខ្ញុំដូចជារហែកទៀតហើយយឺតពេលហើយត្រឡប់ទៅលើឡានឲ្យគ្រូពេទ្យដេកឲ្យពី គាត់ ផ្នែកចូលបញ្ជីភូមិ មីង គ្រឹះ វ៉ា អ៊ី ស្អីក៏អាក្រក់យ៉ាងនេះ វាកំទេចផ្ទះយើងហើយនៅនិយាយយឺតដងទៀតលោកម្ចាស់លោកត្រូវតែរកយុទ្ធធរឲ្យខ្ញុំណាឯងក៏ចាស់ដែរដូចតែម៉ាក់វានឹង លោកឪពុកអ្នកម្ តើ ដាយ មានរឿងអ្វីកើតឡើងហ្នឹង រងអើអើយ ឯងមកហើយឬមីងវ៉ា ECC នោះនាំយកអាអ្នកកំហុសពីរនាក់មកវាកំទេចផ្ទះយើងខ្ទេចគ្មានសល់ទេនាងសំបីតែលោកតាយ៉ាងខ្ញុំក៏មិនទទួលស្គាល់ដែរថែមទាំងប្រាប់ថានឹងយករែមកស្រោចលើខ្លួនខ្ញុំទៀត លោកឪពុក អ្នកម្ដាយ CC នាងនៅក្មេងមិនទាន់ដឹងក្តីហើយត្រូវលោកម្ចាស់អានវ៉ាងតាមចាំរហូតនាងគិតឃើញនាងនឹងត្រឡប់មកដែរបាត់ហ្នឹងទៅកូនស្រីនៅទីនេះតើមិនឲ្យអ្នកម្ដាយត្រូវទៅចិត្តទេរងអើឯងប្រាប់មើលតើកាលនោះអញធ្វើខុសមែនទេបើកាលនោះមិនបានដេញបងស្រីអញចេញលោកម្ចាស់និយាយស្អីហ្នឹងអាស្រីអ៊ីឈូឡាននោះជាអាមនុររំលោភគុណបើគុំតែបានរងអើប្រញោចំពោះពួកយើងឥឡូវសំបីតែវាយមួយម៉ាត់ក៏អ្នកម្ដាយគុំនិយាយអីស៊ីយន្តទៅហៅគេមកប្រមូលរៀបចំឡើងវិញបន្តិចអ្នកឪពុកអ្នកម្ដាយទៅសម្រាប់នៅខាងក្រោយចាស់រងអើឯងដាច់ខាតកុំបោះបង់ពួកយើងចោលណាឯងមើលចុះអាស្រី ECC នោះទីពឹងមិនបានតតែសោះតែឯងទេទៅជាកូនស្រីពួកយើងអ្នកម្ដាយកុំបារម្ភកូនស្រីដាច់ខាតមិនចាក់ចេញពីអ្នកទាំងពីរទេ អាវ៉ាងយ៉ានអាមនុអសមត្ថភាពនោះ ឥឡូវមានចិត្តត្រជាក់ដាក់ខ្ញុំកាន់តែខ្លាំងឡើងក្នុងខាងវ៉ាងយ៉ានពឹងពាក់មិនបានអញ្ចឹងខ្ញុំមានតែដាក់ចិត្តលើខាងត្រកូលអ៊ីវិញហើយរឿងប្រញាប់បំផុតគឺត្រូវរកដុំត្បូងនោះឲ្យឃើញសិននាងមានគេលួចស៊ើបដឹងថាកាលនោះដុំត្បូងនោះប្រហែលជាមិននៅភូមិគ្រឹះអ៊ី អ្នកបម្រើចាស់និយាយ ចឹង ថា ទៅជាបានយករបស់អ្វីមួយទៅជាមួយដែរ អ៊ីឈូឡាន តតែបំបែករឿងអោខ្ញុំទៅបានមែនទេដុំត្បូងភាគច្រើននៅវិមានអានវ៉ាងឬក៏នៅក្នុងដៃ ECC ចុះពួកយើងធ្វើម៉េចទៅ កុំប្រញាប់អាស្រី ECC នោះ ប្រើធေါ်ក្តៅមិនកាទេតែបើចង់បានដុំត្បូងក៏មិនចាំបាច់ប្រើកម្លាំងប្លន់ដែរនាងមិនមែនមានម៉ាក់ម្នាក់ទេទោះបីជាអ៊ីឈូឡានមិនដឹងបាត់ទៅលើទេពួកយើងតាមដានវិមានអានវ៉ាងឲ្យតែមានសនាបន្តិចប្រាប់នាងភ្លាម ចាស់អ៊ីឈូឡាន តើឯងនៅឯណាឲ្យប្រាកដ មនុស្សដែលជួយខ្ញុំកាលនោះ តើពិតជាឯងមែនទេរងនិយាយថានាងជាមនុស្សម្នាក់នោះរងនិយាយថានាងជាមនុស្សម្នាក់នោះតែរូបរាងរបស់នាង មិនដូចបន្តិចសោះអូហូលោកម្ចាស់ លោកមកទៀតហើយឬប៉ុន្មានថ្ងៃនេះមកញឹកញាប់ណាស់ណាថ្ងៃនេះចៃដន្យណាស់ខាងយើងមានស្រីស្អាតថ្មីម្នាក់ឈ្មោះឆៃលៀនសម្រាប់នោះអាហាលោកចង់ជួបបន្តិចទេ ហៅមកតាមចិត្តទៅធូឈូឡាន ឯងគឺឆៃលៀនសូមគោរពលោកម្ចាស់តើលោកស្គាល់អ៊ីឈូឡានទេលោកម្ចាស់ស្រវឹងហើយខ្ញុំម្ចាស់មិនដែលឮឈ្មោះនេះទេហើយក៏មិនស្គាល់អ្នកណាឈ្មោះអ៊ីឈូឡានដែរដូចខ្លាំងណាស់ឆៃលៀនមែនទេនាងចេះលេងបទអីខ្លះ តើលោកម្ចាស់ចង់ស្ដាប់បទអីទិញបទចម្រៀងដែលនាងចេះមកត្រឹមនឹងទេខ្ញុំតើត្រូវមកស្លាប់នៅកន្លែងបែបនេះមែនទេ អ្នកនាង ទីនេះមានមនុស្សស្លា សំ ប់ ណា ណា ង ង ល្អ នៅរស់ទេមិនក៏ខ្ញុំទៅតែចេញមកជួបរឿងបែបនេះសោះឯងកុំមកស្លាប់នៅទីនេះណា ភ្ញាក់ឡើង ឯងញើខ្ញុំនិយាយទេ អ្នកណា អ្នកណាជួយខ្ញុំអ្នកណារបួសដល់ថ្នាក់នេះហើយនៅតែទ្រាំបានដល់ឥឡូវឯងក៏សាច់រឹងដែរប៉ុណ្ណឹងលៀនពួកយើងពីរអ្នកអូគាត់ទៅមកច្រាំងទៅ កាន់របស់នេះទៅ មកភូមិគ្រីយ៉ងវាងរកខ្ញុំឈ្មោះចៅវិញ សំ យ៉ាវ ណាងល្អគ្រាន់តែគ្រុនក្តៅ កុំអីខ្ញុំហត់ទេហើយ លោកម្ចាស់ ទ្រង់ភ្នាក់ហើយនាងជាអ្នកណាខ្ញុំឈ្មោះអ៊ីរ៉ុងនេះជាដុំត្បូងដែលទ្រង់ប្រគល់ឲ្យខ្ញុំគឺខ្ញុំជាអ្នកជួយទ្រង់ បទចម្រៀងលេងចប់ហើយ ខ្ញុំម្ចាស់សូមលា នាង មកនេះ នាងដឹងទេថាខ្ញុំជាអ្នកណា អំបញ្ញមិញនៃការប្រាប់ថាទ្រង់ជាលោកម្ចាស់យើងគឺយ៉ងវាងចៅវិញយ៉ាវយើងចង់យកនាងធ្វើជាប្រពន្ធចុងតើនាងព្រមទេលោកម្ចាស់និយាយលេងហើយខ្ញុំម្ចាស់គ្រាន់តែជាស្រីជាងរំនៅបនស្រីមានសិទ្ធិអីចូលភូមិគ្រឹះលោកម្ចាស់យើងមិនបាននិយាយលេងទេនាងគ្រាន់តែឆ្លើយមកថានាងព្រមឬមិនព្រមលោកម្ចាស់លើកខ្ញុំម្ចាស់មិនហ៊ានមិនតាមទេ អញ្ចឹងគឺព្រមហើយ មេកាឆៃលៀនយើងយកហើយឯងដាក់តម្លៃមក លោកម្ នាងឆៃ ចាស់ លៀននេះទៅតែមកកន្លែងយើងបានប៉ុន្មានថ្ងៃទេនៅជាក្រុមបរិសុទ្ធនៅឡើយនាងលំដាប់លេខ1មិនទាន់ជួបផ្លាកផងបើទ្រង់នាំនាងទៅបាត់មុខរបស់ខ្ញុំម្ចាស់ 10000ដំឡឹង លោកម្ចាស់ចិត្តទូលាយណាស់ខ្ញុំម្ចាស់នឹងទៅយកលិខិតលក់ខ្លួនរបស់ឆៃលៀនជូន ថ្ងៃស្អែកយើងនឹងឲ្យស្នែងគ្រាមកទទួលនាងចូលភូមិគ្រឹះ ចាស់លោកម្ចាស់ចៅវិញយ៉ាវទ្រង់ស្រួលបោកជាងអ្វីដែលខ្ញុំគិតទៅទៀតលោកពុកធរចុងភៅក្នុងភូមិគ្រីដូមនុស្សមែនទេឆ្អឹងជ្រូកនេះឆ្ងាញ់ជាងលើកមុនទៀតមិនបានដូទេមកពីលើកមុនឯងជិលចុងភៅមួយប្រយគាត់ខិតខំកែរូបមុនទាំងយកខ្ញុំមិនមែន គ្រាន់តែបញ្ចេញមកទេ ខ្ញុំបោះបង់ស្នាដៃធ្វើម្ហូបហើយអានឹងគេហៅថាបញ្ចេញមកនឹងលើកមុនឯងចង្អុលមកគេថាឆ្អឹងជ្រូកនេះធ្វើដូចជាទំពាសម្បកឈើអញ្ចឹងចុងភៅមិនដាក់ថ្នាំពុលក្នុងចានឯងជាសំណាងហើយ
ប្អូនស្រីមិនក៏អញចាំតែបំបាក់មុខបងរហូតអញ្ចឹងពីខ្ញុំជាប្អូនស្រីបងការបំបាក់មុខបងជាសិទ្ធិពិសេសរបស់ខ្ញុំ ថ្ងៃនេះចុងភៅ Time Score កន្លះស្លាបព្រាឲ្យអញជាពិសេស អញភ្លក់មើលថាតែផ្អែមជាងមុនទេពិតមែនតាមិនក៏គាត់ដឹងថាខ្ញុំចូលចិត្តហូបផ្អែម ព្រោះពេលលើកមុនឯងជេរគាត់ ថាស្ករក៏ស្ដាយមិនព្រមដាក់ឲ្យឯងរត់ទៅទិញខ្លួនឯង លោកម្ចាស់ ចៅមានរឿងត្រូវរាយការណ៍និយាយមកយប់មិញយ៉ងវាងបានលូកខ្លួនស្រីម្នាក់នៅបនស្រីឬហា ឈ្មោះឆៃ ហើយ លៀ បាន ន និយាយភ្លាមថានឹងយកនាងធ្វើជាប្រពន្ធចុងលើកស្នែងគ្រាចូលគុំព្រឺយ៉ងវាង ចាំ ហើយ សិនយ៉ងវាង អាចៅវិញយ៉ាវដែលធ្វើរកជាបរិះល្អស្មោះស្នេហ៍រាល់ថ្ងៃនោះទៅបនស្រីលូកខ្លួនមនុស្សស្រីថែមទាំងយកធ្វើប្រពន្ធចុងទៀត ខ្ញុំស្មានតែគាត់សុភាពត្រឹមត្រូវប៉ុណ្ណា លទ្ធផលចុងក្រោយក៏ជាមនុស្សសាមញ្ញធម្មតាដែរមិនមែនអួតរាល់ថ្ងៃថាប្តីប្រពន្ធគេស្រឡាញ់គ្នាណាទេលូនៅជាមួយគ្នានេះឈ្មោះមុខទេដឹងស្រីម្នាក់នោះឈ្មោះអីណា ឆៃលៀ ឈ្មោះ ន ពីរោះគ្រាន់បើឆៃលៀន ឈ្មោះនេះ មិនក៏រៀងសាំម្លេះ ទៅជាធ្លាប់ពើនៅឯណា អញស្គាល់និយាយមិនត្រូវទេគ្រាន់តែមានអារម្មណ៍ថាធ្លាប់ពើនៅឯណានៅត្រង់ជីងឆេងមនុស្សឈ្មោះដូចគ្នាមានច្រើនប្រហែលជាចៃដនឲ្យទេចៃដនលោកពូយ៉ងវាងរត់ទៅលូកខ្លួនមនុស្សស្រីនៅបនស្រីទាំងអធិបថែមទាំងចៃដនលូកបានមនុស្សដែលមានឈ្មោះសាំទៅជានេះគួរឲ្យចាប់អារម្មណ៍ដល់យ៉ងវាងមិនមែនអួតអាងរាល់ថ្ងៃថាខ្លួនឯងស្មោះស្នេហ៍ម្នាក់ឯងទេ លើកនេះ ទៅប ល្អ នស្រីលូក ហើ ខ្លួន យ មនុស្សស្រីថែមទាំងយកធ្វើប្រពន្ធចុងទៀតដឹងប្រហែលជាខឹងឈួតមិនខាន ឆ្កែខំ ទៅ ឆ្ វត្ត កែ ទាំងអស់គ្នាពួកយើងលើកតើអីតូចមកអង្គុយមើលល្ខោនទៅបានហើ កុ យ ំសូវចេះដឹងរឿងផ្ទះគេពេកតាំងចាស់ខ្ញុំមិនមែនចង់ចេះដឹងរឿងគេទេខ្ញុំគ្រាន់តែឆ្ងល់បន្តិចចំពោះឆៃលៀននេះឯងឆ្ងល់ពីនាងធ្វើអីឈ្មោះសាំត្រជាហើយរំពេចនោះត្រូវលោកពូយ៉ងវាងពេញចិត្តទៀតមិនក៏ខ្ញុំមានអារម្មណ៍ថារឿងនេះមិនសាមញ្ញអញ្ចឹងប្អូនស្រីចង់ទៅបនស្រីឬហាមែនទេតែជាបងធំយកចិត្តខ្ញុំចាំខ្ញុំផងបនស្រីឬហាជាកន្លែងបែបណាឯងទៅធ្វើអីទៅហូបបាយតាបនស្រីឬហាមិនមែនមានតែស្រីបន្ទេគេក៏មានលក់ម្ហូបអាហារដែរពួកយើងគ្រាន់តែទៅហូបបាយរំលងមើលទេសភាពបន្តិចបន្តួច ប្អូនស្រីចង់ទៅ ខ្ញុំកំរែងទៅខ្ញុំក៏ទៅដែរខ្ញុំមិនទាន់ដែលទៅបនស្រីឬហាផង មិនមែនទេ ខ្ញុំក៏ចង់ទៅហូបបាយនៅទីនោះដែរ ពួកឯងទាំង ម្នាក់ជាកូន 3 ខ នាក់ យើងម្នាក់ជាលោកខុនក្នុងរាជការម្នាក់ទៀតជាកូនស្រីបង្កើតយើងថ្ងៃត្រង់ចង់រត់ទៅហូបបាយនៅបនស្រីទៅខាងក្រៅសុំជាអ្វី តាំងចាស់ ពួកយើងមិនមែនទៅបំបែកឆ្នាំងបាយគេទេគ្រាន់តែទៅហូបបាយមួយពេលទៀតណាលោកពូយ៉ងវាងហ៊ានទាំងទៅលក់ទៅហូបបាយផងឯងប្រៀបធៀបជាមួយចៅវិញយ៉ាវធ្វើអីមិនគិតមុខមាត់ឯងក៏មិនគិតដែរ ខ្ញុំធ្វើតាមលោកតាមើលនាងឲ្យល្អ កុំឲ្យបង្កើតរឿង លោកពុកធរកុំបារម្ភទៅ នៅម៉ូតូគេសែងចូលភូមិគ្រីបាត់ហើយ មើលរឿងសប្បាយ ចាត់ ស្អី មនុស្ស ឲ្យតាមទៅ កុំឲ្យអាអ្នកមិនឲ្យគេស្ងប់ចិត្តម្នាក់ទៅវាកំទេចផ្ទះគេទៀតបាត់លោកម្ចាស់ អ្នកនាង ខ្ញុំចិត្តអាចសងសឹកជំនួសអ្នកនាងបានហើយ អ្នកនាងកុំបារម្ភ ខ្ញុំមិនឲ្យពួកវាយកសម្រាប់ស្រួលទេប្អូនស្រីនេះមកចាប់ចោលឬមកហូបបាយ ពិតមាត់ ដើរតាមខ្ញុំមកបានហើយ ប្អូនស្រី ពួកយើងដើររំលងបន្ទប់វេប3ហើយណាតើឯងកំពុងតាមមករកបន្ទប់ណាឲ្យប្រាកដខ្ញុំឬមនុស្សនៅជាន់ក្រោមនិយាយថាស្រីម្នាក់ឈ្មោះឆៃលៀននោះនៅជាន់ទី2បន្ទប់ខាងកើតឬមួយឲ្យខ្ញុំទៅសួរអ្នកបម្រើសួរធ្វើអីឯងគ្រាន់តែសួរមនុស្សមួយបណ្ដឹងបាត់ថាមានមនុស្សទីមានអានវ៉ាងមកហើយឯងទីមើលថាពួកយើងបែបនេះ មានអ្នកណាប់អារម្មណ៍ឃើញនៅ រឿងនោះពួកយើងរកបង្គន់នៅជាន់ទី1 យល់ព្រម ប្អូនស្រីអំបញ្ញមិញឯងមិនមែនប្រាប់ថាពួកយើងមកហូបបាយទេ មានការអីក៏ត្រូវមើលដែរមិនឲ្យមានកំហុសទេ គឺបន្ទប់នេះហើយឲ្យខ្ញុំមើលបន្តិចលោកខុនតូចប្រយ័ត្នប្រយែងបន្តិច ពួកយើងមើលថាមានអ្វីក្នុងបន្ទប់ មីងលៀនអ្នកនាងលោកនេះ អ្នកនាងចំណាំមនុស្សច្រឡំហើយមីងលៀនគឺខ្ញុំតើស៊ីមីងមិនស្គាល់ខ្ញុំទេ អ្នកនាងខ្ញុំម្ចាស់ឈ្មោះឆៃលៀនមិនមែនមីងលៀនអីទេ អ្នកនាងចំណាំមនុស្សច្រឡំហើយ ដឹងទេគឺពេលខ្ញុំអាយុ3ខួបអាចិតណាធ្វើកំពុកផ្ទះព្រៃមីងយកដៃមកបាំងឲ្យខ្ញុំ មីងលៀនមីងនៅតែចង់បោកខ្ញុំទៀតឬក្មេងម្នាក់នេះ ភ្នែកមិនក៏នៅតែមុតយ៉ាងនេះមីងលៀនមិនក៏មីងនៅទីនេះមិនក៏មីងខ្លាចជាឆៃលៀនទៅវិញមីងមិនមែននៅជាមួយម៉ាក់ខ្ញុំទេម៉ាក់ខ្ញុំនៅឯណា ស៊ី មីងមិនដឹងថាអ្នកនាងនៅឯណាទេសុខសប្បាយទេមិនមែនធ្វើបាបមនុស្សទេ មើលទៅជាអ្នកស្គាល់គ្នាចាស់មីងលៀន ជាមនុស្សចិត្តស្និទ្ធបំផុតក្បែរកាយម៉ាក់នេះជាបងធំខ្ញុំទូនយី បងពីរជីកូន ស៊ី ឈី មានអ្នកប្រុសទាំងពីរមើលថែបើអ្នកនាងដឹងរឿងនេះក៏នឹងអស់បារម្ភដែរ មីងលៀន តើមានរឿងអ្វីកើតឡើងឲ្យប្រាកដមនុស្សដែលយ៉ងវាងចង់យកធ្វើប្រពន្ធហ្នឹង គឺមីងហើយមីងឈួតហើយ មីងដឹងទេថាភូមិព្រឹសយ៉ងវាងជាកន្លែងបែបណាមនុស្សស្រីឈ្មោះអ៊ីរ៉ុងនោះបាននិយាយមុនហើយចូលទៅគឺស្មើនឹងទៅស្លាប់ មីងដឹង ហើយមីងនៅតែទៅទៀតស៊ីឯងស្ដាប់មីងនិយាយម៉ាក់ឯងឲ្យមីងជូនឯងមកក្រុងរាជធានីមីងឃើញឯងចូលវិមានអានវាងដោយផ្ទាល់ភ្នែកទើបក៏ក្តៅចិត្តចាក់ចេញទៅតែដល់ពេលមីងត្រឡប់ទៅរកនាងវិញកន្លែងនោះប្រែជាទេស្អាតបាត់ទៅហើយម៉ាក់ខ្ញុំ
មីងមិនដឹងថាអ្នកនាងនៅឯណាទេមីងតាមរកនាងយូរណាស់មកហើយតែនៅតែរកនាងប៉ុន្តែខ្ញុំជឿថាអ្នកនាងនៅរស់នៅឡើយអ៊ីរ៉ុងបានផ្លោះដណ្ដើមយកបន្តកែវកងរបស់អ្នកនាងហើយបន្លំធ្វើជាអ្នកមានគុណសម្បត្តិបានឡើងធ្វើជាម្ចាស់កេរបានដណ្ដើមយករសាររបស់អ្នកនាងឯអ្នកនាងវិញនៅតែបាត់ដំណឹងសូន្យមិនដឹងថាស្លាប់ឬតើនាងខ្វល់ខ្វាយពីអ្វីបំផុតនាងខ្វល់ខ្វាយពីចៅវិញ្ញាណខ្វល់ខ្វាយពីតំណែងជាម្ចាស់កេរយ៉ងខ្វល់ខ្វាយពីអ្វីទាំងអស់ដែលនាងទទួលបានមកក្នុងពេលដែលនាងខ្វល់ខ្វាយពីរបស់ទាំងនេះបំផុតអញ្ចឹងខ្ញុំនឹងយកអ្វីដែលនាងខ្វល់ខ្វាយបំផុតដណ្ដើមយកមកវិញម្ដងនោះអ៊ីរ៉ុងបានដណ្ដើមយកអ្វីគ្រប់យ៉ាងរបស់អ្នកនាងបានរស់នៅក្នុងទឹកយុសនិងភាពស្តុកសោឥឡូវដល់វេននាងម្ដងហើយខ្ញុំនឹងធ្វើឲ្យនាងសម្លឹងមើលបុរសដែលនាងស្រឡាញ់ខ្ញុំដណ្ដើមយកទៅបន្តិចម្ដងតំណែងដែលនាងខ្វល់ខ្វាយបំផុតត្រូវរលាយបាត់បន្តិចម្ដងអ្វីគ្រប់យ៉ាងដែលនាងខ្វល់ខ្វាយបំផុតត្រូវបាត់បង់ទាំងស្រុងដូច្នេះហើយទើបអ្នកចូលទៅចិត្តចៅវិញ្ញាណមែនទេអ្វីដែលគេជំពាក់អ្នកនាងខ្ញុំនឹងទារយកមកវិញជំនួសអ្នកនាងអ៊ំស្រីលៀនតើអ៊ំធ្លាប់គិតទេថាកាលណាអ៊ំចូលទៅក្នុងវងយ៉ាងហើយអ៊ំមិនអាចចេញមកវិញបានទេមិនដែលគិតចង់ចេញមកវិញផងអ៊ំស្រីលៀនអ៊ំសន្យានឹងខ្ញុំមកធ្វើអ្វីក៏ដោយត្រូវតែរស់នៅអ៊ំមានរឿងអីកើតឡើងពេលម៉ាក់ខ្ញុំត្រឡប់មកវិញគាត់នឹងបន្ទោសខ្ញុំអស់មួយជីវិតល្អខ្ញុំសន្យានឹងអ្នកទ្រង់ម្ចាស់តើទ្រង់មានរឿងអ្វីចង់ប្រាប់ខ្ញុំម្ចាស់យើងចង់រៀបការទទួលស្រីស្នំម្នាក់ថ្ងៃនេះនឹងចូលមកក្នុងវាំងទ្រង់មានបន្ទូលថាម៉េចយើងចង់ទទួលស្រីស្នំថ្ងៃនេះនឹងចូលមកក្នុងវាំងទ្រង់ម្ចាស់ហេតុអ្វីបានជាទ្រង់ហេតុអ្វីបានជាទ្រង់អាចយកស្រីស្នំបានយើងទទួលស្រីស្នំចាំបាច់ត្រូវមានការយល់ព្រមពីនាងដែរឬទ្រង់ម្ចាស់ពួកយើងរៀបការច្រើនឆ្នាំមកនេះទ្រង់មិនដែលនិយាយរឿងយកស្រីស្នំសោះឥឡូវមិនក៏ទម្លាន់តែតើមកពីខាងក្រៅមានស្រីខូចម្នាក់នោះមកអូសទ្រង់ម្ចាស់តើនារីម្នាក់នោះជានរណាជាកូនស្រីអភិជនខាងណានារីមកពីហោះកោស្មៀសឬហោះលើចៅឆៃអានស្រីពេជ្រាទ្រង់ម្ចាស់ទ្រង់ចង់យកស្រីពេជ្រាម្នាក់ចូលមកក្នុងវងយ៉ាងមែនទេទ្រង់ម្ចាស់តើទ្រង់ដឹងទេថាមនុស្សខាងក្រៅគេនិយាយយ៉ាងណាអង្គម្ចាស់យ៉ងដ៏មានអំណាចបែរជាយកស្រីពេជ្រាម្នាក់ធ្វើជាស្រីស្នំតើទ្រង់ទុកមុខមាត់ខ្ញុំម្ចាស់នៅណាតើទ្រង់ទុកមុខមាត់ហុងអ៊ីនឹងជួយជូននៅឯណាទ្រង់ម្ចាស់ខ្ញុំម្ចាស់រៀបការជាមួយទ្រង់ច្រើនឆ្នាំមកនេះមើលថែទាំផ្ទះសម្បែងបង្កើតកូនចៅគ្មានគុណសម្បត្តិធំដុំក៏មានតែអ្វីទ្រង់ធ្វើបាបខ្ញុំម្ចាស់បែបនេះអេរ៉ងយើងរំលឹកនាងរឿងមួយឥឡូវនេះនាងមិនមែនជាម្ចាស់កត្រីយើងគ្រាន់តែជាស្នំម្នាក់ប៉ុណ្ណោះការសម្រេចចិត្តរបស់យើងមិនចាំបាច់មាននាងយកព្រមទេយកព្រមក៏ត្រូវតែព្រមមិនយកព្រមក៏ត្រូវតែព្រមស្រីពេជ្រាគេហ៊ានយកស្រីពេជ្រាម្នាក់នោះមកខ្ញុំខិតខំបង្កើតកូនចៅឲ្យគេលះបង់ដើម្បីគ្រួសារនេះចង់ក្រោយយ៉ាងម៉េចគ្រាន់តែស្រីពេជ្រាម្នាក់ក៏អាចអូសទាញចិត្តគេបានដែរគេនៅមានទុកខ្ញុំនៅក្នុងភ្នែកទៀតទេថោកទាបមកពីណាទ្រង់ម្ចាស់ទ្រង់អត់ធ្មត់បន្តិចទៅអញឲ្យអត់ធ្មត់យ៉ាងម៉េចទៅស្រាវជ្រាវមើលស្រាវជ្រាវឲ្យច្បាស់ថាឆៃអាននេះមានប្រវត្តិដើមកំណើតយ៉ាងណាសិទ្ធសក់ទី1សិទ្ធដល់ចុងសក់សិទ្ធសក់ទី2សក់ស្កើស្មើចិញ្ចាំរស់នៅជាមួយគ្នារហូតចាស់សក់ស្កើសិទ្ធសក់ទី3កូនចៅពេញផ្ទះអ្នកនាងស្អាតណាស់ទ្រង់ម្ចាស់យំឃើញហើយប្រកាសជាសប្បាយព្រះតីមិនខានអ្នកនាងដល់ពេលឡើងស្នែងរត់ហើយនេះជាស្រីស្នំដែលអង្គម្ចាស់យងចង់រៀបការទទួលមែនទេបុកមាត់ស្អាតបាត់ណាស់តើឬថាជានារីបរិសុទ្ធក្នុងហោះកោះមិនទាន់ទាំងបានទទួលភ្ញៀវផងក៏ត្រូវជាសំណាងល្អមែនបាត់ទៅហើយសំណាងល្អអីចូលទៅក្នុងវងយ៉ងមានស្រីស្នំធំកាច់សាហាវម្នាក់នៅពីលើបានលើពី3ខែអត់ក៏មិនដឹងផងចេញដំណើរអេរ៉ងចៅវិញ្ញាវខ្ញុំមកទារបំណុលហើយអ្នកថ្មីសូមលើកតែគោរពទ្រង់ម្ចាស់និងអ្នកអង្គម្ចាស់កត្រីស្នំទ្រង់ម្ចាស់អញ្ជើញពិសាតែអ្នកអង្គម្ចាស់កត្រីស្នំអញ្ជើញពិសាតែផ្ទៃមុខនេះហេតុអ្វីបានជាស្រដៀងម្លេះមើលមិនយល់សោះឈ្មោះអ្វីទៅចេះខ្ញុំម្ចាស់ឈ្មោះឆៃលៀនឈ្មោះនៅក្នុងហោះកោះពិតជាថោកទាបមែនរបូតដៃបាត់ហើយប្អូនស្រីមិនបន្ទោសបងទេត្រូវទេមិនហ៊ានទេអេរ៉ងធ្វើអីនៅទ្រង់ម្ចាស់ខ្ញុំម្ចាស់មិនមែនចិត្តងាយណាប្អូនស្រីស្បែកទន់ល្មើយយ៉ាងនេះប្រហែលជាមិនបន្ទោសខ្ញុំម្ចាស់ទេដឹងតាមពិតមិនពាក់ព័ន្ធនឹងទ្រង់ឡើយត្រឹមជាស្រីពេជ្រាម្នាក់សាកសមនឹងឈានជើងចូលទ្វារវាំងយ៉ាងដែរឬមិនមើលខ្លួនឯងថាមានឋានៈអីសោះតាមពិតខ្ញុំមិនហ៊ានទេអញឃើញថានាងក្លាហានណាស់តើធ្វើពុតជារងគ្រោះគួរឲ្យអាណិតឲ្យនរណាមើលកាយវិការតាក់ទាញប្រុសបែបនេះមិនដឹងជារៀនមកពីលើក្រែប្រុសណាមកទេល្មមហើយអេរ៉ងថ្ងៃនេះជាថ្ងៃដែលយើងរៀបការទទួលស្រីស្នំនាងមកលោនៅទីនេះតើសំរុំដែរឬទេខ្ញុំលោទ្រង់ម្ចាស់ទ្រង់ដើម្បីស្រីពេជ្រាម្នាក់មកស្ដីបន្ទោសខ្ញុំចំពោះមុខមហាជននាងធ្វើឲ្យគេមានរបួសតើយើងស្ដីបន្ទោសនាងមិនបានឬហាទ្រង់ម្ចាស់ទ្រង់បើកភ្នែកមើលឲ្យច្បាស់មើលទ្រង់ទទួលនាងមិនមែនព្រោះតែនាងមានមុខមាត់ស្រដៀងអ៊ីឈូឡានទេទ្រង់គិតថាខ្ញុំមិនដឹងឬចាប់តាំងពីទ្រង់សង្ស័យពីអត្តសញ្ញាណរបស់ខ្ញុំមកទ្រង់ចាប់ផ្ដើមនឹកគិតដល់នាងឥឡូវនៅតាមរករូបជំនួសមកធ្វើឲ្យខ្ញុំខ្ពើមអានទៀតចៅវិញ្ញាវតើទ្រង់សំនឹងខ្ញុំទេនិយាយផ្ដេសខ្ញុំនិយាយក៏ទ្រង់ជ្រាបច្បាស់ក្នុងព្រះតីខ្លួនឯងដែរនិយាយមិនដឹងខុសត្រូវតោះទៅយើងនាំនាងទៅដំណាក់ចំហៀងទីនេះមិនបាច់មានវត្តមាននាងទេ
ថ្ងៃនេះធ្វើឲ្យនាងរងការអាក់អន់ចិត្តហើយទ្រង់ម្ចាស់មានបន្ទូលអីបែបនេះមិនអាក់អន់ចិត្តទេសម្ដីរបស់អ៊ីរ៉ុងនាងមិនបាច់ទុកក្នុងចិត្តទេទ្រង់ម្ចាស់ដល់ពេលពិសាសូរ៉ាមគល់ហើយអ្នកនាងអ្វីដែលគេជំពាក់អ្នកនាងថ្ងៃនេះខ្ញុំនឹងទារយកមកវិញជំនួសអ្នកនាងអ្នកណាក៏ដោយមកទីនេះចាប់ខ្លួនឯងនាងជានរណានរណាបញ្ជាឲ្យនាងមកចៅវិញ្ញាវទ្រង់ភ្លេចហើយឬថាកាលពីនៅក្រោមជ្រលងភ្នំតើនរណាជាអ្នកជួយសង្គ្រោះទ្រង់មានបន្ទូលថាម៉េចកាលពី10ឆ្នាំមុននៅបាត់ជ្រលងភ្នំក្បែរដងអូទ្រង់ចិត្តដាច់ខ្យល់ស្លាប់មាននារីម្នាក់បានជួយទ្រង់យកបាក់រូបព្រៃមកចងរុំរបួសឲ្យទ្រង់ហើយអូសទ្រង់ចេញពីទឹកឡើងមកលើគោកទ្រង់នៅចាំបានទេហេតុអ្វីបានជានាងដឹងរឿងទាំងនេះព្រោះតែអ្នកដែលបានជួយទ្រង់មិនមែនជាអ៊ីរ៉ុងទេគឺជានាយស្រីរបស់អ្នកនាងខ្ញុំអ៊ីឈូឡានមើលអ៊ីរ៉ុងចុះនាងចង់បានបន្តជាអ្នកនិយាយចុងក្រោយថានាងជាអ្នកជួយសង្គ្រោះយើងមិនខ្វល់ថាបន្តកែវកងជីវៀលរបស់អ្នកនាងខ្ញុំទេអ៊ីរ៉ុងបានលួចយកទៅហើយថែមទាំងបន្លំឈ្មោះយកគុណស្រេចតែម្ដងណែភ្ញាក់ឡើងទ្រង់លើខ្ញុំនិយាយទេនារីមកពីហោះកូហ្វមីសម្នាក់នោះគឺជាអ្នកនាងរបស់អ្នកមែនទេត្រូវហើយចៅវិញ្ញាវទ្រង់ជំពាក់នាងមួយជីវិតនេះក៏សងមិនអស់ដែរម្ចាស់កត្រីគឺជានាងពិតជានាងមែនទ្រង់ម្ចាស់ទ្រង់យ៉ាងម៉េចហើយអ្វីបានជាមានរបួសជានរណាអេរ៉ងយើងសួរនាងម្ដងទៀតកាលនោះអ្នកដែលបានជួយសង្គ្រោះយើងតើពិតជានាងឬអត់តើមកពីមីថោទៀបម្នាក់នេះចេះតែមកនិយាយប៉ប៉ាច់នៅទ្រង់ម្ចាស់ទៀតហើយសម្ដីពុទ្ធរបស់នាងចេះតែបង្កើតរឿងមកបង្កើតរឿងទាំងនេះទេយកបន្តកែវកងចេញមកយើងចង់មើលឥឡូវនេះយកចេញមកទ្រង់ម្ចាស់នេះជាបន្តកែវកងដែលទ្រង់ប្រគល់ឲ្យខ្ញុំម្ចាស់កាលពីឆ្នាំមុនអេរ៉ងនាងយកបន្តកែវកងខ្លាំងៗមួយដុំបោកប្រាស់យើងអស់រយៈពេល10ឆ្នាំនាងក្លាហានណាស់ទ្រង់ម្ចាស់ខ្ញុំម្ចាស់បន្តកែវកងមួយដុំខ្ញុំម្ចាស់បានរក្សាទុកយ៉ាងល្អជានិច្ចមិនដឹងសោះថាសាច់កែវកងមិនត្រូវសូម្បីតែកន្លែងចាក់អក្សរក៏មិនដូចគ្នាដែរនាងថាមិនដឹងបន្តកែវកងជាត្រូវអ្នកនាងខ្ញុំលាក់ទុកហើយអ្នកនាងដឹងខ្លួនតាំងពីដំបូងថាអ៊ីរ៉ុងនឹងបន្លំធ្វើជាអ្នកដូច្នេះទើបអ្នកនាងលាក់បន្តកែវកងកន្លះដុំនោះទុកមាននរណាម្នាក់អាចរកឃើញទេឯងជាស្រីបម្រើនៅក្បែរខ្លួនអ៊ីឈូឡានយុនរងយើងនឹងសម្លាប់ឯងយើងក្នុងនាមជាអង្គម្ចាស់យ៉ុងនឹងកាត់ទោសសម្លាប់ឯងអ្នកឯងមិនអាចទេហេតុអ្វីបានជាយើងមិនអាចលែងនាងទៅអង្គម្ចាស់យ៉ុងធ្វើរឿងធំដុំយ៉ាងនេះមិនខ្លាចឮទៅដល់ព្រះការព្រះបតាទេនេះជាការងារបុគ្គលរបស់សពព្រះតេយយើងមនុស្សដែលអ្នកឯងចាប់ជារបស់វាំងអានឆៃលៀនជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ព្រះជាមនុស្សក្នុងវាំងយើងដែរអ្នកឯងចាប់នេះអង្គម្ចាស់មិនអាចរំលងបានឡើយអ៊ំស្រីលៀនអ៊ំមិនអីទេមែនទេមិនអីទេទ្រង់ប្រកាសជាអង្គម្ចាស់អានចលានហើយមែនទេទ្រង់អង្គម្ចាស់អានអ្នកនាងរបស់ខ្ញុំម្ចាស់អ៊ីឈូឡានសម្បត្តិមួយច្បាប់ឲ្យខ្ញុំម្ចាស់យកមកប្រគល់ជូននាងប្រគល់ឲ្យឯងតាំងពីពេលណាមុនពេលដែលអ្នកនាងឲ្យខ្ញុំម្ចាស់ជូនដំណឹងមកកាន់រាជធានីនេះមានបន្ទូលថាប្រសិនបើជានាងមិនអាចយកសម្បត្តិមួយច្បាប់នេះប្រគល់ជូនទ្រង់